Dag allemaal, leuk dat jullie kijken naar een volgende aflevering. Vandaag gaan we het hebben over het Khmer, het Khmer alfabet. Het alfabet van de Cambodjaanse taal is een van de oudste taalsystemen die gebruikt worden in Zuidoost-Azië. We gaan er vandaag verder bij stilstaan. Maar hoe klinkt dat alfabet nou eigenlijk precies? Daarvoor heb ik een goede vriend van mij gevraagd om het voor ons voor te lezen. ជំរាបសួរទាំងអស់គ្នា បាទជំរាបសួរបង ជំរាបសួរបងអរគុណបងសម្រាប់មកផ្ទះខ្ញុំដើម្បីអានជញ្ជានិងស្រះទាំងអស់បងអានជញ្ជានិងស្រះសិន បាទបងបាទមុនដំបូងជំរាបសួរទៅដល់អ្នកមើលដូចជាអ្នកដែលចូលចិត្តរៀនភាសាខ្មែរនិងជំនាញតែឥឡូវថ្ងៃនេះអរគុណបងដែរដែលបានឲ្យខ្ញុំមកអានហើយខ្ញុំមិនមែនជាគ្រូបង្រៀននៅសាលាឬក៏សាកលវិទ្យាល័យទេគាត់តែចង់បង្ហាញអំពីជំនាញភាសាខ្មែរបាទឥឡូវខ្ញុំចាប់ផ្ដើមអានជូនបងអូខេអរគុណ កខកខងចហជឈញដផដធណតថតខណបផពពមយរលវសផឡអបាទហ្នឹងជួយជំនាញហ្នឹងមានទាំងអស់33តួបង33តួអ្នកខ្មែរហើយអរគុណច្រើននឹងបងចង់អានស្រៈដែរបាទខ្ញុំអានទាំងអស់ក៏បានស្រៈមាននេះគេអត់សូវច្រើនប្រើទេមួយនេះហើយនឹងនេះស្រៈអ៊ីនេះអញ្ចឹងបើសរុបទាំងអស់ស្រៈខ្មែរមាន25ក៏ប៉ុន្តែគេអត់សូវប្រើនៅសល់តែ23ចឹងបងដូចបងដឹងបាទឥឡូវកុំឲ្យខាតពេកខ្ញុំអានយកឡើងដល់អានេះអអាអេអីអឺអូអឺអ៊ូអើអឺអៀអេអែអៃអោអៅអ៊ំអំអាំអាអ៊ីអូអេអស់បាទចុងក្រោយគឺស្រៈអស់បាទបាទអញ្ចឹងដូចបានប្រាប់អញ្ចឹងនេះអត់សូវទេលក្ខណៈពិសេសគេណាសូវប្រើអញ្ចឹងទាំងអស់ហ្នឹងគឺតែខ្លះតារាងខ្លះគេដាក់តែ23អូខេអរគុណច្រើនបងអរគុណច្រើនសម្រាប់អានជញ្ជានិងអានស្រៈដែរបងមានសម្លេងល្អមែនតើអរគុណច្រើនបងអរគុណច្រើនទាំងអស់គ្នាបាទអរគុណដល់អ្នកleuk dat jullie gekeken hebben en nu heb je gehoord hoe dus het Khmer alfabet klinkt. Nou, straks ga ik er nog iets meer over uitleggen van hoe gebruik je dat nou en hoe werkt dat nou precies. Maar dat zullen jullie straks zien. Tot zo.